សួស្តីពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Marie CLTV នាងខ្ញុំ Marie សូមនាំយកព័ត៌មានដ៏ក្រៀមក្រំនិងគូឲ្យសោកស្ដាយមួយតាក់ទងទៅនឹងការបាត់បង់តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូបដែលមហាជនខ្មែរជាច្រើនស្គាល់តាមរយៈបទចម្រៀងល្បីយៈកើតអេតនោះគឺលោកផៃផុងរ៉ាក់ប្រិយមិត្តអើយដំណឹងនេះពិតជាធ្វើឲ្យអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលនិងសោកស្ដាយជាខ្លាំងក្រោយទទួលបានព័ត៌មានថាតារាចម្រៀងជើងចាស់លោកផៃផុងរ៉ាក់បានទទួលមរណភាពហើយកាលពីវេលាម៉ោង 8:30 នាទីព្រឹកថ្ងៃទី 5 ខែឧសភា ឆ្នាំ 2026 ក្នុងជនមាយុ 67 ឆ្នាំដោយរោគគាពៀនតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលទទួលមរណភាពលោកផៃផុងរ៉ាក់បានធ្លាក់ខ្លួនឈឺធ្ងន់និងចូលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបអស់រយៈពេលជាង1សប្តាហ៍ប៉ុន្តែជាអកុសលស្ថានភាពរបស់លោកមិនមានសញ្ញាធូរស្បើយឡើយហើយនៅទីបំផុតលោកក៏បានលាចាកលោកបន្សល់ទុកតែអនុស្សាវរីយ៍និងស្នាដៃសិល្បៈជាច្រើនសម្រាប់មហាជនខ្មែរបើតាមការបញ្ជាក់ពីលោកអ៊ូបដែលជាអ្នកនិពន្ធជិតស្និទ្ធនិងធ្លាប់អំពាវនាវរកជំនួយសម្រាប់ព្យាបាលលោកផៃផុងរ៉ាក់បានឲ្យដឹងថាលោកបានព្យាយាមព្យាបាលយ៉ាងអស់ពីសមត្ថភាពប៉ុន្តែដោយសារជំងឺធ្ងន់ធ្ងរពេកទើបមិនអាចជួយសង្គ្រោះជីវិតរបស់តារាចម្រៀងជើងចាស់រូបនេះបានឡើយអ្វីដែលកាន់តែធ្វើឲ្យមហាជនស្រណោះនោះគឺលោកផៃផុងរ៉ាក់មិនមែនជាតារាចម្រៀងធម្មតានោះទេលោកគឺជាសិល្បករមួយរូបដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងកន្លងទសវត្សរ៍ឆ្នាំ1980សម្លេងរបស់លោកមានអត្តសញ្ញាណពិសេសនិងមានទឹកដមដែលធ្វើឲ្យទស្សនិកជនចងចាំមិនភ្លេចជាពិសេសបទយៈកើតអេតដែលជាបទល្បីបំផុតមួយរបស់លោកបានក្លាយជាបទចម្រៀងដែលមហាជនស្គាល់យ៉ាងទូលំទូលាយមិនថាជាមនុស្សចំនួនចាស់ឬយុវវ័យមួយចំនួនក៏នៅតែធ្លាប់ឮនិងចងចាំបទនេះដែរបទចម្រៀងរបស់លោកមិនត្រឹមតែផ្ដល់ការកំសាន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យសង្គមអប់រំផងដែរក្រោយទទួលដំណឹងមរណភាពរបស់លោកត្រូវបានផ្សព្វផ្សាយមហាជននិងអ្នកសិល្បៈជាច្រើនបាននាំគ្នាបង្ហោះសាររំលែកទុក្ខយ៉ាងច្រើននៅលើបណ្ដាញសង្គមលោកឌួងសុគាបានសរសេរថាដំណឹងសោកសៅលោកគ្រូផៃផុងរ៉ាក់ម្ចាស់បទយៈកើតអេតបានលាយើងទាំងអស់គ្នាជារៀងរហូតហើយខណៈលោកស្រីនៅសូនីតាក៏បានបង្ហោះសារដ៏ក្តុកក្តួលមួយផងដែរថាពុទ្ធោអូស្លាប់ព្រឹកមិញម៉ោង 8:30 នាទីព្រឹកដោយសាររោគរលាកសួតធ្ងន់ធ្ងរនៅសៀមរាបសូមអូទៅកាន់សុគតិភពមិនត្រឹមតែប៉ុណ្ណោះទេសមាគមសិល្បករខ្មែរក៏បានចេញសាររំលែកទុក្ខផ្លូវការមួយដោយចាត់ទុកថាមរណភាពរបស់លោកផៃផុងរ៉ាក់ថាជាការបាត់បង់ធនធានសិល្បៈដ៏មានតម្លៃមួយរូបសម្រាប់វិស័យតន្ត្រីខ្មែរក្នុងសេចក្តីរំលែកទុក្ខនោះសមាគមបានលើកឡើងថាជីវិតនិងស្នាដៃរបស់លោកមិនត្រឹមតែពោពេញដោយទេពកោសល្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការលះបង់កម្លាំងកាយចិត្តដើម្បីបម្រើជាតិអស់រយៈពេលជាច្រើនឆ្នាំប្រិយមិត្តអ្នកទស្សនាជាទីគោរពបាននិយាយពីវិស័យសិល្បៈខ្មែរបច្ចុប្បន្នយើងអាចមើលឃើញថាសិល្បករជើងចាស់ជាច្រើនកំពុងតែបានបាត់បង់បន្តបន្ទាប់នេះគឺជារឿងមួយដែលធ្វើឲ្យមហាជនសោកស្ដាយយ៉ាងខ្លាំងព្រោះសិល្បករទាំងនោះគឺជាមនុស្សដែលបានកសាងនិងលះបង់យ៉ាងច្រើនសម្រាប់វិស័យសិល្បៈខ្មែរលោកផៃផុងរ៉ាក់គឺជាឧទាហរណ៍មួយយ៉ាងច្បាស់ទោះបីជាពេលវេលាបានផ្លាស់ប្ដូរហើយមានសិល្បករចំនួនថ្មីជាច្រើនកើតឡើងក៏ដោយប៉ុន្តែស្នាដៃរបស់លោកនៅតែបន្តមានតម្លៃនិងស្ថិតក្នុងការចងចាំរបស់មហាជនជានិច្ចអ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរគឺក្នុងពិធីបុណ្យសពរបស់លោកគេបានឃើញតារាចម្រៀងសម្លេងរត់ដើនអ្នកនាងសូសុភ័ក្របានទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ទោះបីជាអ្នកនាងទៅតែវិលត្រឡប់មកពីសហរដ្ឋអាមេរិកក៏ដោយអ្នកនាងបានបង្ហោះសារយ៉ាងក្តុកក្តួលថាក្មួយមកជូនដំណើរលោកពូបានត្រឹមនេះទេសូមវិញ្ញាណក្ខន្ធរបស់លោកពូបានទៅកាន់ឋានសុគតិភពសារខ្លីមួយនេះប៉ុន្តែពោពេញដោយក្តីស្រឡាញ់ការគោរពនិងភាពអាឡោះអាល័យចំពោះសិល្បករជើងចាស់មួយរូបដែលធ្លាប់រួមចំណែកយ៉ាងធំធេងក្នុងវិស័យសិល្បៈបច្ចុប្បន្នសពរបស់លោកផៃផុងរ៉ាក់ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានភូមិតាភុលសង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបខណៈពិធីបូជាសពនឹងធ្វើឡើងនៅរសៀលថ្ងៃទី 7 ខែឧសភាឆ្នាំ 2026
មួយនៅវត្តមេតាការណាមុននឹងបញ្ចប់នាងខ្ញុំម៉ារីសូមចូលរួមសម្ដែងនៅសេចក្តីសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់តារាចម្រៀងជើងចាស់លោកផៃផងរ៉ាការចាក់ចែងរបស់លោកមិនត្រឹមតែជាការបាត់បង់សម្រាប់ក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែជាការបាត់បង់ដ៏ធំធេងមួយសម្រាប់វិស័យសិល្បៈនិងទស្សនិកជនខ្មែរទាំងមូលទោះបីរូបកាយរបស់លោកបានឃ្លាតឆ្ងាយពីពួកយើងក៏ដោយប៉ុន្តែសំឡេងបទចម្រៀងនិងស្នាដៃរបស់លោកនឹងនៅតែស្ថិតក្នុងការចងចាំរបស់មហាជនជានិច្ចសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកផៃផងរ៉ាបានទៅកាន់សុគតិភពនិងសម្រាកដោយសេចក្តីសុខសូមប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់ Channel Marie CLTV ប្រសិនបើពេញចិត្តសូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតនាងខ្ញុំម៉ារីសូមជម្រាបលា